សំណួរសួរថាតើធ្វើបែបណាទើបបានអាហារូបករណ៍បញ្ញាបត្រមករៀននៅក្រៅប្រទេសរួមទៅអាហារូបករណ៍គឺមានច្រើនហើយអាហារូបករណ៍នីមួយៗគឺមានលក្ខន្តិកៈខុសៗគ្នាប៉ុន្តែជាទូទៅអាហារូបករណ៍ជាទូទៅទាំងអស់ហ្មងភាគច្រើនគឺគេចង់បានមនុស្សដែលជាសិស្សបកែឬក៏ជាមនុស្សដែលបង្ហាញឲ្យគេដឹងថាជាមនុស្សសកម្មបានជួយសង្គមច្រើនឬក៏ជាមនុស្សម្នាក់ដែលពូកែខាងអីគេមួយឧទាហរណ៍ថាផ្នែកសរសេរ program ឬក៏ផ្នែកកីឡាអីគាត់បកកែជាងគេដាច់លេចធ្លោជាងគេហ្នឹងគាត់មានឱកាសខ្ពស់ជាងគេក្នុងការទទួលបានអាហារូបករណ៍មករៀននៅក្រៅប្រទេសហ្នឹងមិនប្រកាសថាឲ្យតែយើងរៀនបកកែក្នុងថ្នាក់បានអាហារូបករណ៍មកក្រៅប្រទេសទេសូម្បីតែអ្នកគាត់អត់បានលេខ1ដូចខ្ញុំអត់បានលេខ1ក្នុងថ្នាក់អីទេប៉ុន្តែក៏បានអាហារូបករណ៍មករៀននៅក្រៅប្រទេសឬក៏អាហារូបករណ៍នៅក្នុងប្រទេសផ្សេងៗហ្នឹងដែរប្រធានបទអាហារូបករណ៍មួយនេះគឺជាប្រធានបទមួយដែលមានប្រយោជន៍ហើយអត់មានចម្លើយណាមួយដែលហាក់ឆ្លើយទៅឲ្យចំនឹងសំណួរនឹងតែម្ដងនោះទេដោយសារតែវាមានចម្លើយច្រើនហើយវាពឹងទៅលើលក្ខន្តិកៈច្រើនខ្លាំងមែនទែនលក្ខន្តិកៈរបស់អាហារូបករណ៍មួយលក្ខន្តិកៈរបស់បុគ្គលផ្ទាល់បុគ្គលខ្លះគាត់បកកែនិយាយបុគ្គលខ្លះគាត់បកកែសរសេរបុគ្គលខ្លះគាត់បកកែស្រាវជ្រាវបុគ្គលខ្លះគាត់បកកែប្រើ AI អញ្ចឹងទៅឬក៏មានលក្ខខណ្ឌមួយទៀតគឺសំណាងអ្នកខ្លះគាត់បកកែដូចគេមើលឯងហើយប៉ុន្តែគាត់អត់មានសំណាងគាត់អត់បានឬក៏បានក្រោយគេឬក៏អ្នកខ្លះវិញគាត់សំណាងគាត់ដាក់ស្មើគេស្មើឯងដែរប៉ុន្តែគាត់ទទួលបានអាហារូបករណ៍មួយហ្នឹងអញ្ចឹងអ្វីដែលយើងអាចធ្វើបានក្នុងពេលឥឡូវនេះពិសេសជាងគេសំណួរនេះពាក់ព័ន្ធជាមួយនឹងអាហារូបករណ៍បញ្ញាបត្រអញ្ចឹងខ្ញុំចង់ផ្ដោតទៅលើបងប្អូនវិទ្យាល័យដើម្បីបានអាហារូបករណ៍មករៀននៅក្រៅប្រទេសហ្នឹងកត្តាមានច្រើនបើសិនជាគ្រួសារយើងគាត់ជួយជំរុញហើយជំរុញខាងផ្នែកថវិកាបានខ្លះឬក៏បានច្រើនអីគួរសមហ្នឹងគាត់រឹងស្រួលជាងគេមានប្រៀបជាងគេដោយសារតែឧទាហរណ៍តែគាត់បានអាហារូបករណ៍20 30 40% 50% អីក៏គាត់អាចមកបានដែរប៉ុន្តែបើចំពោះបងប្អូនណាដែលថាត្រូវការអាហារូបករណ៍100% ឬក៏អាហារូបករណ៍ពេញបឹបទាំងថ្លៃស្នាក់នៅហូបចុកអីទៀតនឹងរៀនពិបាកជាងគេអាកាសយើងកាន់តែធ្លាក់ចុះអញ្ចឹងអ្វីដែលយើងអាចធ្វើបានក្នុងពេលឥឡូវហ្នឹងកំពុងតែនៅក្នុងវិទ្យាល័យហ្នឹងគឺខិតខំសិក្សានៅក្នុងថ្នាក់ហ្នឹងឲ្យបានបន្ទុកខ្ពស់ហ្នឹងគឺមិនមែនខ្ពស់តែចុងឆ្នាំណាគឺខ្ពស់រកខែទី1ទី2ទី3អីហ្នឹងដោយសារតែគេមើលមកគេមើលថាសិស្សម្នាក់នេះគាត់រៀនពូកែសឹងថារាល់ខែហើយមិនចាំបានលេខ1ក៏បានដែរប៉ុន្តែឲ្យបានបកកែរហូតឬក៏មួយទៀតអាចជា graphic ដេញឡើងឧទាហរណ៍ថាខែទី1យើងអត់សូវបានបកកែខ្លាំងប៉ុន្តែទី2យើងឡើងបន្តិចគេមើលមកគេថាយើងនឹងខិតខំរហូតមួយវិញទៀតដើម្បីជំរុញឲ្យអាកាសទទួលបានអាហារូបករណ៍មករៀននៅក្រៅប្រទេសឬក៏សាលាផ្សេងនៅក្នុងប្រទេសយើងហ្នឹងគឺយើងត្រូវតែជាបុគ្គលមួយដែលសកម្មនៅក្នុងសាលានៅក្រៅសាលាចូលរួមកម្មវិធីផ្សេងដូចខ្ញុំអញ្ចឹងការខ្ញុំនៅក្នុងថ្នាក់វិទ្យាល័យរបស់ខ្ញុំសកម្មខ្លាំងមែនទែនប៉ុន្តែសកម្មហ្នឹងគឺមានហេតុផលផ្សេងគ្នាអ្នកខ្លះគាត់សកម្មដើម្បីគាត់ចង់បានឈ្មោះគាត់ចូលទៅក្នុងកម្មវិធីមួយហ្នឹងដើម្បីឲ្យគេចេញសញ្ញាបត្រឲ្យគាត់តែខ្ញុំអត់ទេការខ្ញុំរៀននៅវិទ្យាល័យហ្នឹងខ្ញុំសកម្មខ្លាំងមែនទែនឲ្យតែមានកម្មវិធីអីគេមួយពាក់ព័ន្ធជាមួយនឹងគេការនាំសិស្សចេញទៅក្រៅប្រទេសការនាំសិស្សចេញទៅដើរលេងអត់អស់លុយអីហ្នឹងគឺខ្ញុំមិនដឹងមិនទេខ្ញុំមានអារម្មណ៍មួយថាចង់ចេញដើរចង់ទៅស្គាល់មនុស្សផ្សេងចង់ទៅដើរលេងហើយចង់និយាយទៅចង់ដើរលេងដោយអត់ចំណាយលុយប៉ាម៉ាក់ចង់ដើរលេងដោយខ្លួនឯងដោយសមត្ថភាពខ្លួនឯងឬក៏ដោយតាមសាលាអញ្ចឹងខ្ញុំខិតខំខ្លាំងមែនទែនចូលក្នុងកម្មវិធីអីផ្សេងនិយាយទៅអូ Facebook ឃើញកម្មវិធីអីក៏ដាក់ដែរកាលហ្នឹងហើយកន្លឹះមួយទៀតហ្នឹងគឺខ្ញុំជំរុញឲ្យបងប្អូនទាំងអស់គ្នាព្យាយាមបើកភ្នែកមើលសម្លឹងមើលអាកាសជួនកាលអាកាសហោះមកទល់មុខយើងហ្នឹងប៉ុន្តែយើងអត់បានសម្លឹងមើលវាយើងអត់ឃើញអាកាសហ្នឹងទេអ្នកដែលបានសង្កេតមើលរហូតគេហៅទុកអារម្មណ៍មួយដើម្បីអង្គុយចាំមើលអាកាសហ្នឹងរហូតដល់ពេលឃើញអាកាសមកបន្តិចបន្តួចក៏ដោយដល់ពេលគាត់ឃើញអ្នកផ្សេងអត់ឃើញអាកាសហ្នឹងគឺបានមកគាត់ហើយភាគច្រើននោះខ្ញុំគិតថាខ្ញុំអាចឲ្យឧទាហរណ៍ខ្លះពាក់ព័ន្ធជាមួយរឿងអាកាសនេះដែរឧទាហរណ៍ថាយើងចេញទៅកម្មវិធីផ្សេងឬក៏ចេញទៅកម្មវិធីមួយដែលសាលាយើងបានចាប់ដៃគូមួយសាលាផ្សេងឲ្យយើងទៅស្គាល់មនុស្សផ្សេងនៅក្នុងសាលាផ្សេងហ្នឹងយើងអាចជួបមនុស្សផ្សេងយើងអាចនិយាយមួយគេជួនកាលថ្ងៃមុខទៅគេដឹងដំណឹងអាហារូបករណ៍ផ្សេងឬក៏គេដឹងព័ត៌មានអីគេអាចឆាតមកយើងឬក៏យើងអាចបង្កើតមិត្តភ័ក្តិផ្សេងមួយគេមិនបង្កើតមិត្តភ័ក្តិផ្សេងមួយគេហ្នឹងដើម្បីចង់បានផលប្រយោជន៍ពីគេប៉ុន្តែវាគឺជាឱកាសមួយដើម្បីយើងចេញទៅខាងក្រៅស្គាល់មនុស្សផ្សេងនិយាយមួយមនុស្សផ្សេងវាគឺជាឱកាសមួយអូខេនិយាយរួមទៅគឺខ្ញុំមិនបានជំរុញឲ្យអ្នកទាំងអស់គ្នាទៅតាក់ទងមនុស្សផ្សេងចង់បានផលប្រយោជន៍ពីគេអាហ្នឹងគឺជារឿងមួយដែលខ្ញុំអត់គ្រប់គ្រងហើយវាអត់ល្អទេប៉ុន្តែជំរុញឲ្យអ្នកទាំងអស់គ្នាព្យាយាមបើកចិត្តទទួលយកឱកាសផ្សេងឱកាសតូចក៏ដោយធំក៏ដោយជួនកាលអ្វីមួយដែលទូចបំផុតដែលយើងគិតថាហ្នឹងវាគឺជារឿងធម្មតាដែលវាជាមិនមែនជាឱកាសទេប៉ុន្តែបើសិនជាយើងអាចបើកចិត្តបើកភ្នែកបើកចំហទទួលយកអ្វីទាំងអស់ហ្នឹងវាគឺជាឱកាសមួយដែលយើង
នឹកស្មានមិនដល់ថ្ងៃមុខទៅអាចជួយយើងក្នុងអនាគតដូចខ្ញុំអញ្ចឹងបានការងារនៅប្រទេសអូស្ត្រាលីនេះគឺដោយសារតែមិត្តភ័ក្តិរបស់ខ្ញុំហៅខ្ញុំឲ្យចូលធ្វើការនៅហ្នឹងអាហ្នឹងវាជារឿងវែងឆ្ងាយមួយទៀតប៉ុន្តែខ្ញុំតាក់ទងគាត់គឺដោយមិត្តភាពស្មោះត្រង់គឺជាមិត្តភ័ក្តិមិនមែនចង់បានផលប្រយោជន៍ពីគាត់ទេប៉ុន្តែដល់ពេលយើងមានភាពស្មោះត្រង់ជាមិត្តភ័ក្តិមួយគ្នាទៅគេនឹងជួយយើងហើយបើសិនជាគេអាចជួយយើងបានវីដេអូនេះរឿងវែងបន្តិចហើយចឹងខ្ញុំសូមកាត់ត្រឹមតែប៉ុណ្្នឹងឯងបើសិនជាអ្នកនរគ្នាមានចម្ងល់អីផ្សេងអាចចូលសួរខាង comment ខាងក្រោមបានខ្ញុំព្យាយាមឆ្លើយដល់អ្នកនរគ្នាហើយបើចង់ឃើញវីដេអូផ្សេងពាក់ព័ន្ធមួយការសិក្សាជីវិតសិស្សនៅប្រទេសអូស្ត្រាលីអាហារករផ្សេងហ្នឹងអាច follow page របស់ខ្ញុំបានឬក៏ YouTube ឬក៏ TikTok yeah whatever